ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញពីម៉ូដប្រចាំតកូលរបស់ណាមតាចាពីរបៀបនៃការធ្វើថាតើម៉ូដហ្នឹងធ្វើមិនឆៃលំបាកមិនចឹងណាបងប្អូនអរគ្នានេះគឺចាប់ផ្ដើមដំបូងបងប្អូនឃើញនេះគឺយើងមានកំណត់ក្នុងការគូសសិនដើម្បីដឹងចំណុចមួយណានៅក្នុងការចោះពីព្រោះម៉ូដកនេះមិនមែនយើងតបកណាត់ពីលើទេគឺយើងចោះញែកតែម្ដងដើម្បីឲ្យត្រេកយើងមានរាងស្អាតផលិតពណ៌ចេញស្អាតចឹងបងប្អូនចាឥឡូវយើងចាប់ផ្ដើមផលិតឆៅហើយនេះចាពណ៌ដែលបងប្អូនស្រឡាញ់ថាមិនទៅត្រូវគ្នាមួយពណ៌មួយណាដែលមើលទៅយើងតំណងស្អាតហ្នឹងគឺយើងអាចយកមកដាក់មិត្តជាមួយនឹងគ្នាបានដោយយើងចោះតែម្ដងកខាងលើបងប្អូនដែលឃើញខ្ញុំពាក់ហ្នឹងណាគឺចាគឺយើងកំពុងតែចោះហើយទេចាគឺយើងចោះតែម្ដងបងប្អូនខ្លះគាត់ឆ្ងល់ថាធ្វើម៉េចមានបងប្អូនដែលគាត់ជាជាងដែរក៏គាត់ឆាតសួរថាធ្វើមិនបានឃើញពណ៌ហ្នឹងចេញមកមើលទៅរៀបរយចឹងបងប្អូនឃើញយើងគឺយើងចោះចាយើងចោះផលិតតែម្ដងហើយយើងអ៊ុតប្រលេងឲ្យស្អាតចាហើយយើងចាប់ផ្ដើមភ្ជាប់រៀងដើម្បីផលិតតួខ្លួនបញ្ចេញពណ៌ដើម្បីស៊ីជាមួយនឹងកបន្ថែមទៀតហើយចង់ជម្រាបជូនបងប្អូនថាពាក់ព័ន្ធជាមួយនឹងវីដេអូខ្ញុំធ្លាប់ចេញវគ្គមុនហើយចាតែkalauបងប្អូនខ្លះគាត់មើលអត់តឥឡូវខ្ញុំមានអត់ជើងមុនថែមទៅទៀតចានេះគឺយើងផលិតតាមតួខ្លួនដើម្បីស៊ីជាមួយនឹងកអាវហើយជើងខាងក្រោមហ្នឹងគឺយើងជាលក្ខណៈជើងរលកដើម្បីយើងគុណផលិតដូចគ្នាខាងក្រោមហ្នឹងគឺយើងគុណកណាត់ផលិតពណ៌ដើម្បីឲ្យត្រូវជាមួយនឹងកជាមួយនឹងតួខ្លួនណាបងប្អូនចានិយាយទៅម៉ូដនេះយើងឃើញថាធ្វើវីដេអូហ្នឹងមើលទៅរៀងលឿនតែតាមពិតយើងទាញវាលឿនទេតែពិតដេយូរបងប្អូនមកទៅហើយអញ្ចឹងណាចានេះជើងអាវយើងផលិតទឹកកន្លងដើម្បីស៊ីជាមួយនឹងកហើយយើងចាប់ផ្ដើមភ្ជាប់កតាំងហើយចានេះគឺកខាងលើចាយើងកាត់កតាំងឲ្យហើយផលិតកតាំងហើយគឺយើងភ្ជាប់ចូលខ្លួនតែម្ដងចាដល់ពេលភ្ជាប់ខ្លួនដាក់រូតហើយបងប្អូនតោះនេះភ្ជាប់ដៃហើយនឹងចេញតួអាវឥឡូវហើយបងប្អូនតោះគ្នាហើយចង់ជំរាបជូនថាណាមតាមានធ្វើម៉ូដប្រចាំតកូលនេះចំនួន10ពណ៌ជូនទៅដល់បងប្អូនតោះគ្នាបងប្អូនអាចកំងទៅលើតាមការ live ឬក៏ក្នុង page បានបងប្អូនតោះគ្នាណាចាស្អាតពណ៌កំពុងតែពេញចិត្តតែម្ដងបងប្អូនតោះគ្នាចាជំរាបលា